បាទសូមជម្រាបសួរដល់បងប្អូនអ្នកស្ដាប់បាទដែលចូលចិត្តស្ដាប់នៅសៀវភៅបាទថ្ងៃនេះខ្ញុំសូមនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាបាទមកស្ដាប់នៅសៀវភៅមួយក្បាលទៀតដែលមានចំណងជើងថាវិធីបញ្ឈប់ភាពភ័យខ្លាចនិងចាប់ផ្ដើមជីវិតថ្មីភាពច្របូកច្របល់បណ្ដាលឲ្យមានការព្រួយបារម្ភរកឲ្យឃើញការពិតអំពីការព្រួយបារម្ភរបស់អ្នកនិងវិធីដែលត្រូវដោះស្រាយបញ្ហាទាំងនោះបកប្រែសង្ខេបពីសៀវភៅ How to Stop Worrying and Start Living តើសៀវភៅនេះនិយាយអំពីអ្វីសៀវភៅ How to Stop Worrying and Start Living គឺជាសៀវភៅដែលបានគូសបញ្ជាក់យ៉ាងច្បាស់ពីមូលហេតុដែលភាពព្រួយបារម្ភធ្វើឲ្យប៉ះពាល់ដល់អ្នកនិងវិធីដែលអ្នកអាចដោះស្រាយវាបានជាមួយនឹង technique និងឧទាហរណ៍ជាច្រើនដែលមាននៅក្នុងសៀវភៅនេះអាចជួយឲ្យអ្នកកាត់បន្ថយភាពព្រួយបារម្ភនិងទុក្ខកង្វល់របស់អ្នកហើយរស់នៅជាមួយនឹងជីវិតដ៏ស្រស់បំព្រងតើសៀវភៅនេះសម្រាប់អ្នកណាអ្នកដែលចង់កាត់បន្ថយភាពព្រួយបារម្ភក្នុងជីវិតអ្នកដែលចង់ដឹងពីវិធីដោះស្រាយអំពីក្តីកង្វល់និងការព្រួយបារម្ភឲ្យបានល្អប្រសើរនៅពេលវាបានកើតឡើងអ្នកដែលមានអារម្មណ៍ថាអំពើល្អរបស់គាត់មិនដែលបានការតបស្នងមកវិញអំពីអ្នកនិពន្ធ Dale Carnegie គឺជាអ្នកជំនាញផ្នែកបុគ្គលិកលក្ខណៈដែលមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញសៀវភៅរបស់គាត់មួយទៀតដែលមានចំណងជើងថា How to Win Friends and Influence People ដែលជាសៀវភៅលក់ដាច់បំផុតក្នុងឆ្នាំ1936នោះនៅតែជាសៀវភៅដ៏ពេញនិយមនិងបានលក់ដាច់រហូតដល់ទៅ15លានក្បាលគាត់បាននិពន្ធសៀវភៅ How to Stop Worrying and Start Living នេះឡើងពីព្រោះតែគាត់មានអារម្មណ៍ថាគាត់ជាមនុស្សដែលមិនមានសុភមង្គលបំផុតក្នុងទីក្រុងញូវយ៉កដោយសារតែគាត់តែមានការព្រួយបារម្ភហួសហេតុពេកហើយគាត់ចង់រកវិធីដើម្បីបញ្ឈប់វាការដែលមានភាពតានតឹងនិងធុញថប់អារម្មណ៍អាចបង្កឲ្យមានផលគ្រោះថ្នាក់ការមានក្តីកង្វល់ឬការព្រួយបារម្ភហួសហេតុគឺមិនល្អនោះទេសម្រាប់សុខភាពរបស់អ្នកមនុស្សសឹងតែគ្រប់គ្នាតែងតែមានការព្រួយបារម្ភភាពតានតឹងនិងសម្ពាធឬបរិយាកាសការងារដែលខ្លួនកំពុងរស់នៅនិងប្រកបការងារប្រចាំថ្ងៃការបង្កើតនៅចំនួននៃការព្រួយបារម្ភច្រើនហួសហេតុពេកនោះវានឹងបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពរបស់អ្នកជាប្រចាំថ្ងៃក៏ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថាវានឹងនាំមកនៅផលប៉ះពាល់សុខភាពរបស់ខ្លួនយើងដោយដែលផ្លាតូធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថាចិត្តនិងរាងកាយរបស់មនុស្សយើងគឺមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធប្អូនប្រុសម៉ាយ៉ូដែលជាគ្រូពេទ្យដ៏ល្បីល្បាញម្នាក់ធ្លាប់បានប្រកាសថាក្រែមន្ទីរពេទ្យជាពាក់កណ្ដាលរបស់យើងគឺពោពេញទៅដោយមនុស្សដែលទទួលរងនៅអារម្មណ៍នៃការខូចចិត្តការថប់អារម្មណ៍ការព្រួយបារម្ភនិងភាពអស់សង្ឃឹមកម្រិត stress ខ្ពស់ដែលមនុស្សយើងភ្ជាប់ជាមួយការងារដែលមានសម្ពាធខ្ពស់អាចនាំឲ្យយើងមានជំងឺបេះដូងការសិក្សាមួយបានបង្ហាញថាជាង1/3នៃនាយកប្រតិបត្តិការអាជីវកម្មទទួលរងពីជំងឺបេះដូងដំបៅក្រពះនិងជំងឺលើសឈាមការសិក្សាមួយទៀតក៏បានរកឃើញផងដែរថាចំនួនវេជ្ជបណ្ឌិតក៏ដូចជាអ្នកធ្វើស្រែចម្ការជាច្រើនក៏បានស្លាប់ដោយសារជំងឺខ្សោយបេះដូងផងដែរលើសពី20ដងនេះមានន័យថាប្រសិនបើអ្នកស្ថិតក្នុងការងារ stress ខ្ពស់ដែលបណ្ដាលឲ្យអ្នកព្រួយបារម្ភនោះអ្នកត្រូវចេះរកវិធីដើម្បីប្រយុទ្ធប្រឆាំងនឹងការព្រួយបារម្ភនិងភាពវិលវល់មិនចេះចប់ទាំងនោះភាពច្របូកច្របល់អាចនឹងបង្កើតឲ្យមានការព្រួយបារម្ភនិងក្តីកង្វល់រកការពិតឲ្យឃើញអំពីការព្រួយបារម្ភរបស់អ្នករួចត្រូវរកវិធីដោះស្រាយបញ្ហាទាំងនោះទាំងអ្នកនឹងមានអារម្មណ៍យ៉ាងណាប្រសិនបើមានគេប្រាប់អ្នកនៅល្ងាចថ្ងៃអាទិត្យថាសូមអ្នកមកព្រឹកថ្ងៃច័ន្ទរួចអ្នកនឹងត្រូវគេចាប់ចូលក្នុងបន្ទប់ធ្វើទារុណកម្មមួយ
ពេលឮដូច្នេះតើអ្នកមានអារម្មណ៍ថាភ័យខ្លាចនិងព្រួយបារម្ភដែរឬទេចម្លើយច្បាស់ណាស់ថាអ្នកប្រហែលជាមានអារម្មណ៍ភ័យខ្លាចនិងព្រួយបារម្ភប៉ុន្តែវាក៏នឹងមានវិធីដោះស្រាយជាមួយក្តីកង្វល់ក្តីបារម្ភទាំងនោះដែរប្រសិនបើអ្នករកវិធីដោះស្រាយលោក Herbert Ihaki ប្រតិបត្តិនៃមហាវិទ្យាល័យ Columbia បាននិយាយថាការជ្រើសបោកច្បល់គឺជាបុព្វហេតុចម្បងនៃការព្រួយបារម្ភគាត់បានលើកឡើងថាមានមនុស្សតិចតួចណាស់ដែលចេះវិភាគរកការពិតនៃស្ថានភាពរបស់ពួកគេនៅពេលពួកគេមានការព្រួយបារម្ភអ្វីមួយលោកបានស្នើនិងលើកឡើងថារាល់ក្តីកង្វល់និងការព្រួយបារម្ភទាំងអស់អាចត្រូវបានដោះស្រាយដោយអនុវត្តតាមការវិភាគ3ជំហានខាងក្រោមហើយនោះជាអ្វីដែលលោក Galen Litchfield បានធ្វើក្នុងឆ្នាំ1942គឺនៅពេលក្រុងសៀងហៃត្រូវបានជាប់គាំងនិងស្ថិតនៅក្រោមការកាន់កាប់ដោយជប៉ុនលោក Galen Litchfield ទទួលបានដំណឹងថាឧបមាឧត្តមនាវីជប៉ុនម្នាក់បានដឹងអំពីទ្រព្យសម្បត្តិដែលលោកបានលាក់បាំងពីជនជាតិជប៉ុននៅថ្ងៃអាទិត្យមួយលោក Litchfield បានលើកព័ត៌មានថាលោកនឹងត្រូវបានគេយកទៅដាក់ទណ្ឌកម្មដោយត្រូវដាក់ចូលក្នុងបន្ទប់ធ្វើទរណកម្មដ៏សាហាវឃោឃៅមួយរបស់ប៉ូលីសសម្ងាត់ជប៉ុននៅថ្ងៃច័ន្ទនេះពេលឮដូច្នេះលោកក៏ចាប់ផ្ដើមរិះគិតថាតើលោកត្រូវធ្វើយ៉ាងម៉េចចំពោះដំណឹងដ៏អាក្រក់នេះលោកបានគិតនិងបានរកដំណោះស្រាយតាមវិធី3យ៉ាងខាងក្រោមនេះដំបូងត្រូវរកការពិតអំពីមូលហេតុដែលអ្នកព្រួយបារម្ភលោក Litchfield បានយកម៉ាស៊ីនអង់គ្លេសលេខ1ហើយសរសេរនៅអ្វីដែលជាការព្រួយបារម្ភរបស់គាត់អំពីការធ្វើទរណកម្មដ៏ឃោឃៅទាំងនោះដែលអាចឈានដល់ការស្លាប់បាត់បង់ជីវិតទី2វិភាគរកការពិតទាំងនោះលោក Litchfield បានសរសេរថាតើខ្ញុំអាចធ្វើអ្វីបានអំពីរឿងនេះហើយនៅក្នុងក្រដាសព្រាងលោកបានសរសេរឡើងនៅរាល់បញ្ហានិងជម្រើសផ្សេងៗដូចជាការភៀសខ្លួនការពន្យល់បកស្រាយអំពីខ្លួនឯងឬធ្វើដូចជាគ្មានរឿងអ្វីកើតឡើងទី3ធ្វើការសម្រេចចិត្តអំពីអ្វីដែលត្រូវធ្វើហើយចាប់ផ្ដើមធ្វើវាលោក Litchfield បានសម្រេចចិត្តថាជម្រើសតែមួយរបស់គាត់គឺត្រូវចូលធ្វើការដូចជាគ្មានអ្វីកើតឡើងជាក់ស្ដែងនាយឧត្តមសេនីយ៍ជនជាតិជប៉ុនដែលគ្រោងនឹងចាប់រូបលោកក៏បានស្ងប់ស្ងៀមមិនបញ្ចេញសកម្មភាពណាមួយសោះនិងគ្រាន់តែធ្វើមុខក្រញ៉ូវដាក់រូបលោកតែប៉ុណ្ណោះដោយតែអ្នកបានឃើញហើយថាការវិភាគអំពីក្តីកង្វល់របស់យើងដោយការយកចិត្តទុកដាក់គឺអាចជួយសង្គ្រោះជីវិតរបស់យើងពេលណាមួយបាននៅពេលដែលអ្នកសម្រេចចិត្តថាត្រូវដោះស្រាយបញ្ហាក្តីកង្វល់របស់អ្នកហើយសូមចាប់ផ្ដើមសកម្មភាពរបស់អ្នកភ្លាមដោយមិនត្រូវសោកស្ដាយអ្វីទាំងអស់តែអ្នកធ្លាប់ធ្វើការសម្រេចចិត្តក្នុងជីវិតរបស់អ្នកដោយគ្រាន់តែស្មានហើយមិនមានភាពច្បាស់លាស់ដែរឬទេទំនោរនេះកើតមានជាទូទៅចំពោះមនុស្សយើងហើយយើងតែងតែឆ្ងល់ជានិច្ចថាតើការសម្រេចចិត្តនោះត្រឹមត្រូវហើយឬនៅឬវានៅមានផ្លូវមួយផ្សេងទៀតដែរឬទេសម្រាប់ជ្រើសរើសទោះបីជាទំនោរបែបនេះជារឿងដែលពេញនិយមក៏ដោយក៏វាអាចបង្កគ្រោះថ្នាក់ផងដែរនៅពេលអ្នកព្យាយាមរកវិធីច្រើនយ៉ាងដើម្បីដោះស្រាយកង្វល់របស់អ្នកដោយមិនមានភាពច្បាស់លាស់នៅពេលអ្នកព្យាយាមរកវិធីដើម្បីដោះស្រាយបញ្ហាដែលគួរឲ្យព្រួយបារម្ភនោះអ្នកត្រូវចាប់ផ្ដើមដោយការវិភាគរកការពិតប៉ុន្តែនៅពេលដែលការវិភាគនោះបានបញ្ចប់ហើយអ្នកក៏បានជ្រើសរើសសកម្មភាពមួយរួចហើយដូច្នេះអ្នកមិនគួរត្រឡប់ទៅដំណាក់កាលវិភាគនោះវិញទេសូមចាំថាបើអ្នកបានធ្វើការសម្រេចចិត្តរួចហើយសូមធ្វើការសម្រេចចិត្តដោយម៉ឺងម៉ាត់ហើយសូមបោះបង់ការព្រួយបារម្ភនិងក្តីកង្វល់ទាំងអស់របស់អ្នកចោល
សូមក៏មានការស្ទាក់ជើឬពិចារណាឡើងវិញចុះឡើងឬដកថយជំហានរបស់អ្នកភាពត្រពេចត្រពិលមិនច្បាស់លាស់បន្ទូចអាចនាំអ្នករកភាពត្រពេចត្រពិលកាន់តែធំឡើងហើយវាប៉ះពាល់ដល់ការវិភាគនិងការងារដែលអ្នកបានដាក់រួចហើយនោះនៅពេលដែលអ្នកបានសម្រេចចិត្តជ្រើសរើសសកម្មភាពណាមួយច្បាស់លាស់ហើយសូមរក្សាជំហរនិងការតាំងចិត្តរបស់អ្នកហើយកុំវង្វេងស្មារតីបើមិនដូច្នោះទេអ្នកនឹងឃើញខ្លួនឯងត្រឡប់មកកន្លែងដើមវិញជាមិនខានរស់សម្រាប់ថ្ងៃនេះសូមបង្វែរឬបញ្ជៀសរាល់ទុក្ខកង្វល់ពីម្សិលមិញនិងថ្ងៃស្អែកឲ្យផុតពីខ្លួនរបស់អ្នកតែអ្នកធ្លាប់ដែលចំណាយពេលមួយយប់សាកល្បងក្រឡេកមើលអ្វីដែលបានកើតឡើងនៅក្នុងអតីតកាលឬធ្លាប់សាកល្បងគិតអ្វីដែលអាចនឹងកើតឡើងនាពេលអនាគតដែរទេបើដូច្នេះមែននោះគឺមិនមែនតែអ្នកទេប៉ុន្តែក៏មានមនុស្សជាច្រើនទៀតផងដែរដែលកំពុងតែគិតបែបនេះប៉ុន្តែសួរថាតើទីបញ្ចប់នឹងទៅជាយ៉ាងម៉េចហើយអ្នកនឹងបានអ្វីមកវិញការព្រួយបារម្ភអំពីអតីតកាលដែលបានកន្លងហួសឬអនាគតដែលមិនទាន់នឹងកើតឡើងគឺវាគ្មានបានផលនៅប្រយោជន៍អ្វីនោះទេមកយើងអ្នកនិពន្ធ Stephen Leacock បានពិពណ៌នាអំពីភាពមិនសមហេតុផលនេះហើយពិពណ៌នាអំពីក្មេងម្នាក់ពេលក្មេងនោះនៅតូចក្មេងនោះនិយាយថាតើនៅពេលណាខ្ញុំធំឡើងបន្ទាប់ពីគាត់បានធំឡើងគាត់បាននិយាយទៀតថាពេលណាដែលខ្ញុំរៀបការបន្ទាប់មកទៀតពេលគាត់រៀបការហើយគាត់ក៏គិតថាពេលណាដែលចូលនិវត្តន៍ប៉ុន្តែពេលដែលគាត់ចូលនិវត្តន៍ហើយគាត់ក៏បានរលេចមើលទៅចម្ងាយផ្លូវដែលគាត់បានដើរមកគាត់ចាប់ផ្ដើមមានអារម្មណ៍ស្ដាយក្រោយតែគ្រប់យ៉ាងគឺវាយឺតពេលទៅហើយរឿងនេះចង់បញ្ជាក់ថាក្មេងម្នាក់នេះគាត់រវល់តែគិតនឹងរស់នៅក្នុងអនាគតដោយភាពវល់វល់មិនច្បាស់លាស់គាត់មិនបានគិតនឹងរស់ក្នុងជីវិតបច្ចុប្បន្នរបស់គាត់នោះទេជាលទ្ធផលជីវិតរបស់គាត់គឺមិនបានសម្រេចនៅអ្វីទាំងអស់ដូច្នេះដើម្បីជៀសវាងនៅជួបវាសនាដ៏ក្រៀមក្រំបែបនេះអ្នកក៏បីរស់នៅក្នុងបច្ចុប្បន្នទៅគឺបានហើយជាការពិតណាស់អ្នកអាចនឹងនៅត្រូវតែរៀបចំផែនការនិងរៀបចំសម្រាប់ពេលអនាគតប៉ុន្តែក៏មិនចាំបាច់មានការបារម្ភពីវាច្រើនពេកទេការរៀបចំដែលល្អបំផុតសម្រាប់ពេលអនាគតគឺអ្នកដែលធ្វើឲ្យអស់ពីសមត្ថភាពដែលអ្នកអាចធ្វើបានក្នុងជីវិតនិងការងារក្នុងពេលបច្ចុប្បន្ននេះឧទាហរណ៍មួយនៃអ្នកដែលបានទទួលអត្ថប្រយោជន៍ពីដំបូន្មាននេះគឺស្ត្រីមេម៉ាយម្នាក់ដែលចិត្តធ្វើអត្តឃាតដោយភាពទុកព្រួយនិងភាពឯកានៅថ្ងៃមួយពេលគាត់កំពុងអានអត្ថបទគាត់បានឃើញឃ្លាមួយនិយាយថារៀងរាល់ថ្ងៃគឺជាជីវិតថ្មីសម្រាប់អ្នកប្រាជ្ញ Every day is a new life to a wise man ដោយទទួលបាននៅការជំរុញនិងលើកទឹកចិត្តពីឃ្លានេះស្ត្រីមេម៉ាយបានអានម្ដងហើយម្ដងទៀតនៅរៀងរាល់ពេលព្រឹកទីបំផុតនាងក៏រកឃើញនៅភាពជោគជ័យនិងសុភមង្គលក្នុងជីវិតម្សិលមិញបានកន្លងផុតទៅហើយថ្ងៃស្អែកគឺមិនទាន់មកដល់ដែរដូច្នេះជួនអ្នកក៏មានការព្រួយបារម្ភហើយឡើយផ្ទុយទៅវិញអ្នកគួរផ្ដោតលើអ្វីដែលអ្នកធ្វើបាននៅថ្ងៃនេះនៅពេលណាដែលអ្នកប្រឈមមុខនឹងបញ្ហាសូមចាប់យកចំណុចនៃបញ្ហាដែលអាក្រក់បំផុតបន្ទាប់មកព្យាយាមកែលម្អពីទីនោះនៅពេលដែលបរិមម្នាក់ឈ្មោះ Earth P. Honey ត្រូវបានគេប្រាប់ថាគាត់មានដំបៅកាពះគាត់គឺមានអារម្មណ៍ក្រៀមក្រំខ្លាំងណាស់គ្រូពេទ្យប្រាប់គាត់ថាគាត់ត្រូវតែសម្រាកនិងញ៉ាំប៉ុន្តែទោះជាយ៉ាងណាក៏ដោយគាត់អាចទំនងជាស្លាប់ក្នុងពេលឆាប់ជាការឆ្លើយតប Honey បានធ្វើរឿងដ៏អស្ចារ្យមួយគឺគាត់បានទទួលយកជោគវាសនារបស់គាត់មួយនេះ
កំណត់ដ៏សាមញ្ញនេះគឺជាមូលដ្ឋានសម្រាប់ពិធីសាស្ត្រ3ជំហានដ៏អស្ចារ្យដើម្បីបញ្ឈប់ការព្រួយបារម្ភនិងក្តីទុក្ខកង្វល់ប្រសិនបើអ្នកមានការព្រួយបារម្ភឬកើតទុក្ខអំពីអ្វីមួយសូមសួរខ្លួនឯងជាមុនថាតើអ្វីដែលអាក្រក់បំផុតដែលអាចនឹងកើតឡើងចំពោះអ្នកកំណត់សេណារីយ៉ូដ៏អាក្រក់បំផុតតើអ្នកអាចបាត់បង់ការងាររបស់អ្នកទេអាចត្រូវជាប់គុកទេត្រូវគេសម្លាប់ទេអាចត្រូវជាប់គុកទេត្រូវគេសម្លាប់ទេចំពោះហានីគាត់គិតថាគាត់ត្រូវតែទន្ទឹងរង់ចាំសេចក្តីស្លាប់ទៅតាមពេលវេលារបស់គាត់បន្តមកទៀតត្រូវទទួលយកសេណារីយ៉ូដែលអាក្រក់បំផុតនេះសន្មតមានផ្លែថាភាពអាក្រក់បំផុតគឺជាអ្វីដែលនឹងកើតឡើងភាគច្រើនសេណារីយ៉ូដែលអាក្រក់បំផុតអាចនឹងអាក្រក់ដោយការគិតនោះទេហើយជួនកាលអ្នកអាចគេចរួចផុតពីវាក៏ថាបានឧទាហរណ៍ប្រសិនបើអ្នកបាត់បង់ការងារអ្នកតែងតែអាចរកការងារផ្សេងមួយទៀតបាននៅពេលដែលអ្នកទទួលយកសេណារីយ៉ូដ៏អាក្រក់នេះអ្នកតំណងជានឹងមានអារម្មណ៍ស្ងប់ជាងមុនជាការពិតសម្រាប់ហានីសេណារីយ៉ូដ៏អាក្រក់បំផុតរបស់គាត់គឺជារឿងពិតមួយនិងគួរឲ្យរន្ធត់ណាស់ប៉ុន្តែគាត់បានទទួលយកវាហើយបានរៀបចំសម្រាប់វាគាត់ថែមទាំងបានទិញមឈូសមួយដើម្បីដាក់រាងកាយរបស់គាត់ពេលគាត់ស្លាប់ទៅហើយសពរបស់គាត់នឹងត្រូវបានដឹកជញ្ជូនទៅកន្លែងបញ្ចុះសពរបស់ក្រុមគ្រួសារគាត់នៅនេប្រាស្កានៅចុងបញ្ចប់អ្នកត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីធ្វើឲ្យប្រសើរឡើងលើសេណារីយ៉ូដែលអាក្រក់បំផុតហានីបានសម្រេចចិត្តថាប្រសិនបើគាត់នឹងត្រូវស្លាប់នោះយ៉ាងណាក៏គាត់អាចធ្វើឲ្យបានល្អបំផុតតាមដែលគាត់អាចធ្វើបានដោយមិនធ្វើតាមការណែនាំពីវិជ្ជាបណ្ឌិតគាត់បានសម្រេចចិត្តធ្វើដំណើរជុំវិញពិភពលោកដោយបានដាក់មឈូសរបស់គាត់ទៅជាមួយគាត់បានផឹកស្រាក្លុកនិងបរិភោគអាហារជនជាតិដើមចម្លែកគាត់ស៊ូទ្រាំនឹងការលំបាកជំនះឧបសគ្គនានាជាច្រើនហើយគាត់ច្រៀងចម្រៀងនិងរាប់អានមិត្តភក្តិជាច្រើននៅពេលដែលគាត់ត្រឡប់មកផ្ទះវិញគាត់បានភ្លេចអំពីជំងឺដំបៅទាំងអស់របស់គាត់ហើយគាត់ក៏បានលក់មឈូសទៅឲ្យអ្នកលក់វិញភ្លាមដែរតាំងពីពេលនោះមកគាត់មិនដែលឈឺទៀតទេកុំចំណាយថាមពលទៅលើស្ថានភាពដែលគ្មានសង្ឃឹមឬការខឹងគុំគួនកំណត់ដែនកំណត់សម្រាប់ខ្លួនអ្នកបន្ទាប់មកអ្នកនឹងឈប់ព្រួយបារម្ភអំពីបញ្ហាទាំងនោះមនុស្សភាគច្រើនមិនដែលបានបង្ហាញឬនិយាយអំពីកង្វល់ការថប់បារម្ភ stress និងបទពិសោធន៍អវិជ្ជមានដែលពួកគេជួបប្រទះនោះទេការធ្វើបែបនេះគឺយើងកំពុងអនុញ្ញាតឲ្យស្ថានភាពអាក្រក់មកគ្រប់គ្រងនិងសង្កត់យ៉ាងធ្ងន់ធ្ងរមកលើសុភមង្គលរបស់យើងដូច្នេះតែយើងអាចជៀសវាងពីការសោកសៅចំពោះបញ្ហាទាំងនោះបានយ៉ាងដូចម្តេចដំណោះស្រាយគួរភ្ញាក់ផ្អើលមួយគឺស្ថិតនៅក្នុងយុទ្ធសាស្ត្រល្បីមួយដែលបង្រៀនដោយពាណិជ្ជករដ៏ល្បីល្បាញមួយរូបគឺការប្រើបទបញ្ជាឈប់បង្ខាត The Stop Loss Order ទៅលើក្តីទុក្ខបទបញ្ជាឈប់បង្ខាតមានន័យថាភាគហ៊ុនត្រូវបានទិញក្នុងតម្លៃជាក់លាក់ហើយបន្ទាប់មកត្រូវអង្កេតពីការប្រែប្រួលនៅតម្លៃរបស់ពួកវាប្រសិនបើអ្វីដំណើរការមិនល្អហើយតម្លៃភាគហ៊ុនឈានដល់ចំណុចជាក់លាក់ណាមួយដូចជាចុះដល់ 10% ក្រោមតម្លៃដែលអ្នកបានទិញអ្នកត្រូវលក់បញ្ចេញភ្លាមនេះនឹងមិនធ្វើឲ្យអ្នកមានការខាតបង់ច្រើនជាងនេះទៀតនោះទេមនុស្សម្នាក់ដែលប្រហែលជានឹងទទួលអត្ថប្រយោជន៍ពីការអនុវត្តបទបញ្ជាឈប់បង្ខាតរបស់គាត់នោះគឺ Lev Tolstoy អ្នកនិពន្ធអក្សរសាស្ត្ររុស្ស៊ី Tolstoy បានរស់នៅក្នុងនរកដ៏ខ្មៅងងឹតមួយនៃអាពាហ៍ពិពាហ៍ដែលភាគីទាំងពីរប្តីប្រពន្ធបានស្ដីបន្ទោសគ្នាទៅវិញទៅមកអស់រយៈពេល50ឆ្នាំហេតុអ្វីបានជាគាត់មិននិយាយដោយសាមញ្ញថាល្មមគ្រប់គ្រាន់ហើយ
ហើយបញ្ឈប់ការបង្ខាតដែលគាត់បានជួបប្រទះដោយសារការរៀបការក្នុងអាពាហ៍ពិពាហ៍បែបនេះប័ណ្ណបញ្ជាឈប់បង្ខាតក៏អាចត្រូវបានអនុវត្តចំពោះការចងគំនុំគុំគួនគ្នាផងដែរវាមិនសមហេតុផលទេដែលចំណាយពេលវេលានិងកម្លាំងផ្ទាល់ខ្លួនរបស់អ្នកទៅលើការអន់ចិត្តចំពោះនរណាម្នាក់ជាឧទាហរណ៍ Abraham Lincoln បាននិយាយថាគាត់មិនដែលមានអារម្មណ៍ថាទទួលបានផលប្រយោជន៍ណាមួយពីការឆ្លោះប្រកែកគ្នាទេហើយគាត់បានអភ័យទោសដល់អ្នកដែលបានវេប្រហារគាត់ទៀតដូច្នេះចាប់ពីពេលនេះតទៅសូមដាក់បទបញ្ជាឈប់បង្ខាំលើអ្វីដែលបណ្ដាលឲ្យអ្នកតានតឹងនិងសោកសៅអ្នកនឹងរីករាយជាងមុននៅពេលអ្នកផ្ដោតលើចំណុចវិជ្ជមានក្នុងជីវិតហើយធ្វើខ្លួនឲ្យរីករាយជានិច្ចមនុស្សភាគច្រើននិយាយថាអារម្មណ៍របស់ពួកគេគឺមានឥទ្ធិពលលើរបៀបគិតនិងទង្វើពួកគេប៉ុន្តែតាមពិតដោយចិត្តវិទូ Wallace James បាននិយាយថាវាគឺដើរទន្ទឹមគ្នានេះមានន័យថាទោះបីជាយើងមិនអាចមានឥទ្ធិពលផ្ទាល់លើអារម្មណ៍របស់យើងក៏ដោយក៏យើងអាចមានឥទ្ធិពលដោយប្រយោលតាមរយៈរបៀបដែលយើងគិតនិងធ្វើវាវិធីមួយដើម្បីធ្វើឲ្យយើងមានអារម្មណ៍រីករាយគឺការធ្វើខ្លួនឯងឲ្យរីករាយប្រសិនបើអ្នកមានអារម្មណ៍ក្រៀមក្រំឬសោកសៅចូលញញឹមលើផ្ទៃមុខរបស់អ្នកហើយហួចជាមួយបទភ្លេងដ៏ពីរោះអ្នកនឹងរកឃើញថាវាពិតជាមិនអាចមានអារម្មណ៍សោកសៅទេពេលដែលអ្នកធ្វើវារីករាយដូចនេះប៉ុន្តែអ្នកក៏មិនចាំបាច់សម្ដែងធ្វើជាសប្បាយរីករាយចេញមកក្រៅដែរវិធីបន្ថែមទៀតដើម្បីឲ្យមានអារម្មណ៍រីករាយគឺត្រូវគិតពីរឿងសប្បាយឲ្យបានច្រើនទស្សនវិទូដ៏អស្ចារ្យម្នាក់ដែលគ្រប់គ្រងចក្រភពរ៉ូមគឺលោក Marcus Aurelius បាននិយាយដូចនេះថាជីវិតរបស់យើងគឺជាអ្វីដែលយើងគិត Our life is what our thoughts make it ប្រសិនបើអ្នកគិតរឿងរីករាយនោះអ្នកនឹងមានអារម្មណ៍រីករាយទៅតាមនោះដែរដូច្នេះកុំគិតអំពីបញ្ហាអវិជ្ជមានតែត្រូវផ្ដោតលើតែវិជ្ជមានទៅគឺបានហើយសូមពិចារណារឿងមួយមានស្ត្រីម្នាក់ដែលនាងត្រូវផ្លាស់ទៅវាលខ្សាច់ម៉ាជូដែលជាកន្លែងជំរំបណ្ដុះបណ្ដាលកងទ័ពប្តីរបស់នាងនៅទីនោះដំបូងនាងស្អប់និងមិនចូលចិត្តវាទាល់តែសោះវាក្តៅខ្លាំងណាស់នៅទីនោះមានតែជនជាតិមេក្សិកនិងឥណ្ឌាដែលចេះនិយាយភាសាអង់គ្លេសហើយមានខ្សាច់នៅគ្រប់ទីកន្លែងទាំងអស់ប៉ុន្តែបន្ទាប់មកឪពុករបស់នាងបានប្រាប់នាងឲ្យផ្ដោតលើភាពវិជ្ជមានហើយនាងក៏ធ្វើតាមសម្ដីឪពុកនាងបានចាប់ផ្ដើមស្រឡាញ់វាខ្សាច់ដូចជាដើមឈើយូសេព្រះអាទិត្យលិចនៅលើវាខ្សាច់និងជនជាតិដើមដែលរស់នៅទីនោះលើកក្រោយនៅពេលអ្នកមានអារម្មណ៍ថាប្រងឯសង្ណោចទុកព្រួយចូលព្យាយាមគិតហើយធ្វើអារម្មណ៍ឲ្យរីករាយអ្នកអាចនឹងទទួលបាននៅភាពជោគជ័យហើយបើទោះបីជាមិនបានទទួលជោគជ័យយ៉ាងហោចណាស់ក៏វាផ្ដោតគំនិតរបស់អ្នកឲ្យនៅឆ្ងាយពីរឿងវិជ្ជមានដែរធ្វើគុណចូលគុំរំពឹងការតបស្នងមកវិញចូលធ្វើគុណដោយសេចក្តីអំណរសូមគិតពីពេលវេលាចុងក្រោយដែលអ្នកបានជួយដល់នរណាម្នាក់តើពួកគេបានតបស្នងគុណមកអ្នកវិញហើយឬនៅបើមិនទាន់ទេតើអ្នកមានអារម្មណ៍អន់ចិត្តនិងខឹងខ្លះដែរមែនទេនៅពេលដែលយើងធ្វើអំពើល្អចំពោះនរណាម្នាក់យើងច្រើនតែរំពឹងថានឹងទទួលបានការតបស្នងត្រឡប់មកវិញប៉ុន្តែបើអ្នកមានការរំពឹងទុកបែបនេះប្រហែលជានឹងធ្វើឲ្យអ្នកខកចិត្តជាមិនខាននោះយើងភាគច្រើនហាក់ដូចជាមិនសូវចេះគិត
នឹងមិនសូវចេះដឹងគុណនោះទេវាជាធម្មជាតិរបស់មនុស្សទៅហើយអ្នកពិបាកនឹងផ្លាស់ប្ដូរបានណាស់មនុស្សម្នាក់ដែលបានដឹងរឿងបែបនោះយ៉ាងច្បាស់នោះគឺព្រះចៅអធិរាជជេរ៉ូម៉ាំងលោកម៉ាកាសអារ៉េលឺដែលបានសរសេរនៅក្នុងសៀវភៅកំណត់ហេតុរបស់គាត់ថានៅថ្ងៃណាមួយខ្ញុំនឹងជួបមនុស្សដែលគិតតែពីខ្លួនឯងអាត្មានិយមរមើលគុណជាមិនខានប៉ុន្តែខ្ញុំមិនមានការភ្ញាក់ផ្អើលឬខឹងនោះទេព្រោះខ្ញុំមិនដែលស្រមៃឃើញដល់ពិភពលោកដែលគ្មានមនុស្សបែបនេះទេនោះម្នាក់ទៀតដែលដឹងច្បាស់ពីភាពអាត្មានិយមរបស់មនុស្សគឺមេធាវីសាន់មួលឡេបូវីតក្នុងរយៈពេលនៃអាជីពរបស់គាត់លោកឡេបូវីតបានជួយសង្គ្រោះមនុស្សចំនួន78នាក់ពីកៅអីអ្នកល្មើសច្បាប់ចុះគេមើលថាមានមនុស្សប្រមាណអ្នកដែលបានអរគុណគាត់ចម្លើយគឺគ្មានសោះតែម្ដងដូច្នេះសូមឈប់រំពឹងនឹងទទួលបានការដឹងគុណនៅពេលដែលអ្នកបានធ្វើល្អចំពោះនរណាម្នាក់ផ្ទុយទៅវិញសូមទទួលយកសេចក្តីអំណរពីទង្វើនេះដោយខ្លួនឯងនេះនឹងធ្វើឲ្យអ្នកសប្បាយចិត្តជាងមុនហើយផ្ដល់ភាពរីករាយដល់អ្នកសូម្បីតែអ្នកផ្សេងទៀតនឹងបានតបស្នងដល់ទង្វើនេះក៏ដោយចុងបញ្ចប់ត្រូវចងចាំថាការដឹងគុណត្រូវបានបង្ហាត់បង្រៀននេះមានន័យថាប្រសិនបើកូនអ្នកមិនចេះដឹងគុណនោះទេនេះជាកំហុសរបស់អ្នកហើយអ្នកត្រូវតែបង្រៀនពួកគេឲ្យដឹងគុណចំពោះអ្វីដែលពួកគេបានទទួលកុំច្រណែនឬធ្វើត្រាប់តាមអ្នកដទៃចូលធ្វើជាខ្លួនឯងសូមអបអរសាទរអ្នកគឺមានតែមួយគត់គ្មាននរណាម្នាក់ដូចអ្នកទេហើយក៏គ្មានពីរនៅលើផែនដីនេះដែរសែនរបស់អ្នកគឺមានតែមួយគត់ទោះបីជាអ្នកដែលមានឪពុកម្ដាយតែមួយនឹងអ្នកក៏ដោយក៏លទ្ធភាពដែលដូចគ្នានឹងអ្នកនោះគឺមានតែ1ភាគ300,000លានតែប៉ុណ្ណោះបើទោះបីនេះជាការពិតដ៏អស្ចារ្យក៏ដោយមនុស្សភាគច្រើនតែងតែចង់រស់នៅនិងធ្វើជាមនុស្សម្នាក់ផ្សេងទៀតដោយពួកគេគិតថាជីវិតអ្នកដទៃហាក់ដូចជាស្រស់បំព្រងជាងជីវិតរបស់គាត់ប៉ុន្តែការរស់នៅរបស់អ្នកតាមរបៀបនេះគឺពិតជាគ្មានន័យឡើយវានឹងប្រសើរជាងបើអ្នកបានឃើញពីលក្ខណៈពិសេសរបស់អ្នកនិងពេញចិត្តជាមួយនឹងអ្វីដែលអ្នកមានតាមពិតវាប្រកាសជាមានហានិភ័យខ្ពស់ណាស់ក្នុងការចង់ធ្វើខ្លួនជាអ្នកផ្សេងប្រសិនបើអ្នកមិនទទួលយកខ្លួនឯងនិងមិនមើលឃើញពីភាពប្លែករបស់អ្នកទេនោះវានឹងអាចបង្កឲ្យមានបញ្ហាផ្លូវចិត្តជាច្រើនគ្មាននរណាម្នាក់វេទនាដោយអ្នកដែលប្រាថ្នាចង់ធ្វើជាអ្នកផ្សេងនោះទេការព្យាយាមធ្វើជាអ្នកដទៃវាមិនត្រឹមតែអាចធ្វើឲ្យមានទុក្ខលំបាកប៉ុណ្ណោះទេប៉ុន្តែក៏ជាការខ្ជះខ្ជាយសក្តានុពលរបស់អ្នកផងដែរយោងទៅតាមចិត្តវិទូវ៉ាលីនចេមមនុស្សដែលមិនបានរកឃើញខ្លួនឯងប្រើប្រហែលជា 10% នៃសក្តានុពលរបស់ពួកគេទេប្រើប្រហែលជា 10% នៃសក្តានុពលរបស់ពួកគេតែប៉ុណ្ណោះវាសមហេតុផលណាស់ដែលយើងមិនគួរខ្ជះខ្ជាយសូម្បីតែអាតូមមួយនៃសក្តានុពលរបស់យើងដើម្បីព្យាយាមធ្វើខ្លួនជាមនុស្សម្នាក់ផ្សេងទៀតមនុស្សម្នាក់ដែលបានរៀនមេរៀនដ៏មានតម្លៃនេះគឺ Edith Orrit ដោយសារតែការឈឺចាប់នៅវ័យកុមារ Orrit មានការភ័យខ្លាចនិងមិនប្រកាសអំពីខ្លួននាងការពិតអារម្មណ៍របស់នាងកាន់តែធ្ងន់ធ្ងរឡើងដោយសារតែនាងឃើញក្រុមគ្រួសារប្តីរបស់នាងជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯងខ្លាំងណាស់បើប្រៀបធៀបនឹងពួកគេនាងមានអារម្មណ៍ដូចជាបរាជ័យយូរទៅអរិតបានចាប់ផ្ដើមគិតអំពីការធ្វើអត្តឃាតតើអ្វីដែលបានជួយនាង
ថ្ងៃមួយម្ដាយក្មេករបស់នាងបានបង្ហើបប្រាប់ថាគាត់បានបង្រៀនកូនរបស់គាត់ថាពួកគេគួរតែធ្វើជាខ្លួនឯងជានិច្ចទោះបីមានបញ្ហាអ្វីក៏ដោយរឿងនេះបានបំផុសស្មារតីអរីតឲ្យចាប់ផ្ដើមគំនិតគិតអំពីខ្លួននាងថាតើនាងជានរណានិងមិនមែនជារបៀបដែលនាងបានព្យាយាមធ្វើដូចអ្នកដទៃនោះទេឥឡូវនេះនាងមានសុភមង្គលនិងមានទំនុកចិត្តច្រើនជាងអ្វីដែលនាងធ្លាប់គិតពីមុនទៅទៀតមនុស្សតែងតែរិះគន់អ្នកដែលពួកគេច្រណែនចូលគិតថាការរិះគន់ទាំងនោះជាការសរសើរទៅវិញតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាអ្នកនយោបាយនិងអ្នកល្បីល្បាញហាក់ដូចជាទាក់ទាញការរិះគន់យ៉ាងខ្លាំងពីសាធារណជនបែបនេះហេតុផលគឺសាមញ្ញណាស់នោះយើងពេញចិត្តនឹងពាក្យជេរប្រមាថក្នុងការបំផ្លាញអ្នកដែលសម្រេចបានច្រើនជាងខ្លួនរបស់ពួកគេហេតុអ្វីការមើលងាយអ្នកដែលយើងច្រណែនគឺជាទំនោររបស់មនុស្សទូទៅយើងធ្វើបែបនេះដោយសារវាធ្វើឲ្យយើងមើលទៅហាក់ដូចជាមានតម្លៃឧទាហរណ៍ដ៏ជាក់ស្ដែងមួយនៃទំនោរនោះគឺសម្បត្តិរិះគន់មួយដែលអ្នកនិពន្ធម្នាក់បានទទួលពីស្ត្រីម្នាក់ដែលមានចរិតមិនល្អតើអ្វីជាគោលដៅនៃការប្រព្រឹត្តអំពើមិនល្អរបស់នាងគ្មាននរណាម្នាក់ក្រៅពីលោក William Bott ដែលជាស្ថាបនិកនៃក្រុមសង្គ្រោះដែលនាងបានចោទប្រកាន់ថាជាអ្នកបោកប្រាស់និងបន្លំកឹបកេងប្រាក់ជាក់ស្ដែងនាងក៏អាចទទួលបាននូវផលប្រយោជន៍ដោយការប៉ុនប៉ងបង្ខូចកេរ្តិ៍ឈ្មោះរបស់គាត់ជាសាធារណៈដោយសារតែមនុស្សងាយនឹងតេះទាញរិះគន់អ្នកដែលពួកគេកោតសរសើរនិងច្រណែនអ្នកគួរតែចាប់ទុកការរិះគន់ទាំងអស់នេះមិនមែនជាការមាក់ងាយប្រមាថទេតែបង្វែរជាការសរសើរទៅវិញដោយសុភាសិតមួយបាននិយាយថាគ្មានមណាម្នាក់ទាត់ឆ្កែដែលងាប់ហើយនោះទេ No one kick a dead dog និយាយម្យ៉ាងទៀតប្រសិនបើអ្នកត្រូវបានគេតេះទាញរិះគន់ច្រើននោះមានន័យថាអ្នកកំពុងតែសម្រេចបានអ្វីមួយដែលគួរឲ្យកត់សម្គាល់ហើយដូច្នេះអ្នកអាចសរុបបានថាអ្នកត្រូវបានគេរិះគន់កាន់តែច្រើននោះមានន័យថាអ្នកកាន់តែជាមនុស្សដែលមានឥទ្ធិពលនិងជាបុគ្គលសំខាន់ដូច្នេះនៅពេលដែលអ្នកត្រូវបានគេរិះគន់អ្នកមិនចាំបាច់ខកចិត្តឬខូចចិត្តអ្វីទេតែត្រូវចាត់ទុកវាជាការកត់សរសើរទៅវិញរៀនសម្រាប់មុនពេលអ្នកអស់កម្លាំងតើអ្នកធ្លាប់មានការកត់សម្គាល់ទេថាបន្ទាប់ពីការធ្វើការងារនឿយហត់ពេញមួយថ្ងៃអ្នកងាយនឹងមានការត្រពាត់ស្រពោនអស់កម្លាំងជាងពេលថ្ងៃត្រង់មនុស្សភាគច្រើនតែងតែសន្មតថាការធ្វើកិច្ចការនៅការិយាល័យដោយប្រើប្រាស់ខួរក្បាលបានធ្វើឲ្យពួកគេអស់កម្លាំងប៉ុន្តែមនុស្សទាំងនោះបានយល់ច្រឡំហើយការធ្វើការដោយប្រើតែកម្លាំងប្រាជ្ញាតែមួយមុខនឹងមិនអាចធ្វើឲ្យអ្នកអស់កម្លាំងទេអ្នកវិទ្យាសាស្ត្របានរកឃើញថាសូម្បីតែយើងធ្វើការរយៈពេល12ម៉ោងដោយប្រើខួរក្បាលក៏មិនអាចធ្វើឲ្យយើងអស់កម្លាំងបានដែរដូច្នេះតើមានអ្វីនៅពីក្រោយការអស់កម្លាំងនេះអ្នកចិត្តសាស្ត្រយល់ស្របថាអារម្មណ៍គឺជាបុព្វហេតុចម្បងបំផុតនៃការអស់កម្លាំងមិនមែនដោយសារអារម្មណ៍វិជ្ជមានដូចជាសេចក្តីរីករាយនិងការស្កប់ស្កល់ចិត្តនោះទេប៉ុន្តែជាអារម្មណ៍អវិជ្ជមានដូចជាអារម្មណ៍ធុញទ្រាន់ការថប់អារម្មណ៍អស់សង្ឃឹមនិងការមិនចូលចិត្តអ្វីជាមួយជាដើមទើបជាមូលហេតុនៃការអស់កម្លាំងពិតប្រាកដអ្នកវិកលចរិតវិទូក៏បានរកឃើញថាវាដំណើរការតាមរបៀបផ្សេងទៀតដែរភាពអស់កម្លាំងបង្កើតឲ្យមានការព្រួយបារម្ភភាពល្ហិតល្ហៃអស់កម្លាំងនិងអារម្មណ៍អវិជ្ជមានកាន់តែច្រើនដូច្នេះវាច្បាស់ណាស់ថាអ្នកត្រូវតែសម្រាកឲ្យបានទៀងទាត់មុនពេលដែលអ្នកមានអារម្មណ៍ថាអស់កម្លាំងបើមិនដូច្នេះទេការព្រួយបារម្ភភាពល្ហិតល្ហៃអស់កម្លាំងនិងកកកុញប្រមូលផ្ដុំគ្នាកាន់តែច្រើនឡើង
ក្តីព្រួយបារម្ភនឹងមិនអាចកើតមានបានច្រើនទេប្រសិនបើអ្នកបានសម្រាកគ្រប់គ្រាន់ហើយការសម្រាកជាទៀងទាត់នឹងជួយអ្នកក្នុងការរក្សាសមត្ថភាពរបស់អ្នកឲ្យធ្វើការប្រកបដោយប្រសិទ្ធភាពសូមពិចារណាអំពីរឿងមួយ Friedrich Taylor ធ្វើការនៅក្នុងក្រុមហ៊ុនដែកថែប Bethlehem គាត់មានគោលបំណងធ្វើឲ្យកម្មករបង្កើនអត្រាលើកដែកដាក់លើឡានដឹកទំនិញឲ្យច្រើនជាងមុនតើអ្នកគិតថាគាត់បានធ្វើអ្វីដើម្បីសម្រេចគោលដៅនេះគាត់បានកំពុងពិសោធន៍ដោយណែនាំកម្មករម្នាក់ឲ្យសម្រាកឲ្យបានច្រើនជាងកម្មករផ្សេងទៀតគឺរៀងរាល់1ម៉ោងគាត់ឲ្យសម្រាក36នាទីតើគាត់ទទួលបានលទ្ធផលដូចម្តេចកម្មករដែលទទួលបានការសម្រាកទៀងទាត់អាចបង្កើតការលើកដែកថែបបានច្រើនដូចគ្នានឹងមិត្តរួមការងាររបស់គាត់ដែលមិនបានសម្រាកមេរៀនពីវិកលចរិតវិទូនិងលោក Taylor គឺមិនមានអ្វីដែលពិបាកយល់នោះទេចូលអ្នកសម្រាកមុនពេលដែលអ្នកអស់កម្លាំងនោះក៏នឹងធ្វើឲ្យការព្រួយបារម្ភរបស់អ្នកថយចុះយ៉ាងខ្លាំងផងដែរចូលរីករាយនឹងការងាររបស់អ្នកនិងលះបង់ចោលនៅភាពតានតឹងដោយត្រូវរៀបចំការងារឲ្យបានល្អនិងមានរបៀបរៀបរយមានប្រភពនៃទុក្ខវេទនាជាច្រើននៅក្នុងជីវិតក្រៅពីការធ្វើការងារពីមួយថ្ងៃទៅមួយថ្ងៃនិងការងារដែលអ្នកមិនពេញចិត្តដើម្បីទទួលបានជោគជ័យនៅក្នុងការងារគឺតម្រូវឲ្យអ្នករីករាយនិងពេញចិត្តក្នុងពេលអ្នកកំពុងបំពេញការងារ Thomas Edison ដែលបានធ្វើការរយៈពេល18ម៉ោងក្នុងមួយថ្ងៃគាត់បាននិយាយថាក្នុងជីវិតរបស់ខ្ញុំមិនដែលធ្វើការងារមួយថ្ងៃនោះទេការងារទាំងនោះសុទ្ធតែជារឿងសប្បាយវាសមហេតុផលដែលអ្នកមិនគួរជ្រើសរើសការងារដែលអ្នកស្អប់ឬមិនចូលចិត្តធ្វើនោះទេឧទាហរណ៍ប្រសិនបើឪពុកម្ដាយរបស់អ្នកជំរុញឲ្យអ្នកចូលក្នុងអាជីវកម្មគ្រួសារដែលអ្នកមិនចាប់អារម្មណ៍អ្នកគួរតែពិចារណាដំបូន្មានរបស់ពួកគាត់ដោយយកចិត្តទុកដាក់ភាគច្រើនពួកគាត់មានបទពិសោធន៍ច្រើនជាងអ្នកប៉ុន្តែចុងក្រោយវាគឺជាអ្នកដែលត្រូវធ្វើការសម្រេចចិត្តថាការងារប្រភេទណាដែលនឹងធ្វើឲ្យអ្នកសប្បាយរីករាយឪពុករបស់ Phil Johnson ជាម្ចាស់ហាងបោកអ៊ុតមួយគាត់សង្កេតថាកូនប្រុសរបស់គាត់នឹងធ្វើការនៅក្នុងអាជីវកម្មនេះនៅទីបំផុត Phil បានមើលរំលងវា Phil មិនចាប់អារម្មណ៍លើអាជីវកម្មរបស់ឪពុកគាត់ទេដោយគាត់ជ្រើសរើសធ្វើការជាជាងមេកានិកទៅវិញខណៈពេលដែលឪពុករបស់គាត់មានការភ្ញាក់ផ្អើលចំពោះការសម្រេចចិត្តនេះPhilខ្លួនឯងក៏សម្រេចចិត្តដែរនៅពេលគាត់ធ្វើការជាមួយម៉ាស៊ីនដែលធ្វើឲ្យគាត់ចាប់អារម្មណ៍ដោយសារការចូលចិត្តនិងការចាប់អារម្មណ៍ខ្លាំងបែបនេះក្រោយមកវាក៏បានជំរុញឲ្យគាត់ក្លាយជាប្រធានក្រុមហ៊ុន Boeing ប៉ុន្តែសន្មតថាអ្នកមានការងាររួចហើយតើអ្នកអាចធ្វើឲ្យវាកាន់តែរីករាយនិងគ្មានកង្វល់យ៉ាងដូចម្តេចទៅវិធីមួយគឺត្រូវរៀបចំការងារទាំងនោះឲ្យមានរបៀបរៀបរយតុមួយដែលពោពេញទៅដោយសម្បត្តិដែលអ្នកបានឆ្លើយតបនិងកំណត់ហេតុជាច្រើនគឺប្រកាសជាបង្កក្តីព្រួយបារម្ភផ្សេងជាក់ជាមិនខានឧទាហរណ៍អំពីរឿងរបស់នាយកប្រតិបត្តិអាជីវកម្ម Chicago ម្នាក់គាត់តែងតែមានការព្រួយបារម្ភច្រើនអំពីការងារហើយវាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់គាត់រហូតដល់ថ្ងៃមួយគាត់ត្រូវទៅរកជំនួយពីវេជ្ជបណ្ឌិតក្នុងកំឡុងពេលកំពុងពិគ្រោះយោបល់គាត់បានកត់សម្គាល់ឃើញថានៅពេលដែលមាននរណាម្នាក់មកសួរនាំគាត់ទោះជានោះជារឿងតូចតាចក៏ដោយក៏វេជ្ជបណ្ឌិតនោះតែងតែដោះស្រាយភ្លាមដោយមិនទុកឬពន្យាពេលឡើយដោយឃើញដូចនោះនាយកប្រតិបត្តិបានចាប់ផ្ដើមធ្វើដូចគ្នាដោយអនុវត្តការងាររបស់គាត់ដោយធ្វើនិងចាត់ចែងកិច្ចការឲ្យមានរបៀបរៀបរយពេលគាត់ធ្វើបែបនេះក្នុងរយៈពេល6សប្តាហ៍ក្រោយមកគាត់ក៏មានអារម្មណ៍ថាបានប្រសើរឡើងសេចក្តីសង្ខេបចុងក្រោយចំណុចគ
គុណលឹះនៃសៀវភៅនេះគឺការព្រួយបារម្ភអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់អ្នកដូច្នេះចូលអ្នកគួរតែរកវិធីដោះស្រាយទុក្ខកង្វល់និងក្តីព្រួយបារម្ភរបស់អ្នកវិធីសាស្ត្រសាមញ្ញមួយគឺត្រូវទទួលយកការពិតអំពីអ្វីដែលអ្នកកំពុងព្រួយបារម្ភហើយជ្រើសរើសយកសកម្មភាពណាមួយរួចចាប់ផ្ដើមធ្វើវាភ្លាមហើយសូមកុំត្រឡប់ក្រោយឲ្យសោះដើម្បីជៀសវាងការព្រួយបារម្ភចំពោះសកម្មភាពរបស់អ្នកដទៃចូលកុំរំពឹងការតបស្នងចំពោះអំពើល្អរបស់អ្នកចូលកុំចងគំនុំនិងគប្បីយល់ថាមនុស្សផ្សេងទៀតអាចនឹងតេទៀនរិះគន់អ្នកក៏ព្រោះតែពួកគេច្រណែននឹងភាពជោគជ័យរបស់អ្នកដំបូន្មានដែលត្រូវអនុវត្តសូមដាក់បទបញ្ជាឈប់បង្ខាតលើការព្រួយបារម្ភនិងក្តីកង្វល់របស់អ្នកនៅពេលដែលអ្នកជួបប្រទះរឿងរ៉ាវមិនល្អដូចជាការឆ្លោះគ្នាជាមួយមិត្តភ័ក្តិសូមប្រើយុទ្ធសាស្ត្រឈប់បង្ខាតអនុញ្ញាតឲ្យខ្លួនអ្នកពិចារណាទៅលើរឿងរ៉ាវដែលបានកើតឡើងក្នុងរយៈពេលជាក់លាក់ណាមួយអាច2ទៅ3ម៉ោងប៉ុន្តែបន្ទាប់មកប្រសិនបើអ្នកនៅតែមិនអាចដោះស្រាយវាបាននោះអ្នកគ្រាន់តែដើរចេញពីវាគឺបានហើយវាមិនសមឲ្យអ្នកនៅទ្រាំទ្រជាមួយវាយូរជាងនេះទៀតទេទទួលយកនិងកែលម្អលើសេណារីយ៉ូអាក្រក់បំផុតនៅពេលអ្នកឃើញថាអ្នកកើតមានសេចក្តីកង្វល់ព្រួយបារម្ភអំពីអ្វីមួយសូមគិតអំពីសេណារីយ៉ូដ៏អាក្រក់បំផុតដែលអាចនឹងកើតឡើងចូលព្យាយាមរកវាឲ្យឃើញពិតប្រាកដថាជាអ្វីពេលខ្លះប្រហែលជាវាមិនមែនជាមហន្តរាយឬរឿងអាក្រក់ដែលមិនអាចដោះស្រាយបានទេអ្នកត្រូវតែទទួលយករឿងរ៉ាវទាំងនោះហើយចាប់ផ្ដើមធ្វើការកែលម្អវាឲ្យបានល្អប្រសើរចូលសម្រាប់មុនពេលអ្នកអស់កម្លាំងនៅពេលអ្នកកំពុងធ្វើការអ្វីមួយចូលអ្នករកពេលវេលាណាមួយដើម្បីឲ្យអ្នកអាចមានពេលសម្រាប់និងលំហែកាយមុនពេលដែលអ្នកមានអារម្មណ៍ថាអស់កម្លាំងវានឹងកាន់តែបង្កើនផលិតភាពការងាររបស់អ្នកឲ្យកាន់តែខ្លាំងហើយបន្ថយការព្រួយបារម្ភរបស់អ្នកបានទៀតផងបាទសូមអរគុណច្រើនសម្រាប់ពុកម៉ែបងប្អូនបាទដែលបានស្ដាប់នៅសៀវភៅបាទវិធីបញ្ឈប់ភាពភ័យខ្លាចនិងចាប់ផ្ដើមជីវិតថ្មីដែលបកប្រែសង្ខេបបាទពីសៀវភៅ How to Stop Worrying and Start Living និពន្ធដោយលោក Dale Carnegie អានដោយខ្ញុំបាទ Henderson បាទសូមអរគុណជម្រាបលា